រឿងនេះគឺវាបានកាត់ឡើងកាលពីអំឡុងខែ10ឆ្នាំ2023ដែលពីឆ្នាំមុននេះដែរទេនៅឯទឹកដីខាងកំពង់ស្ពឺនេះឯងគាត់សូមដាក់ចំណងជើងរឿងនេះថាគ្មានគម្រោងនៅអំឡុងឆ្នាំនៅកំឡុងថ្ងៃទី16ខែ10សង្សាររបស់គាត់ជាមួយនឹងគាត់បានរៀបចំគម្រោងទៅលេងនៅឯអូសៀនជាតិមួយនៅខាងថែមទីយ៉ាងហ្នឹងតែខ្ញុំគាត់ស្គាល់ហើយរឿងហ្នឹងក៏ប្រិមត្តរបស់យើងធ្លាប់ចែកម្លែងមកទីតាំងនៅកន្លែងហ្នឹងអញ្ចឹងណាហ្នឹងហើយនៅថ្ងៃហ្នឹងគឺចំថ្ងៃដែលគាត់នឹងត្រូវធ្វើការនឹងហាងមួយកន្លែងអញ្ចឹងណាហើយរបៀបថាពេលហ្នឹងគាត់ត្រូវចេញទៅធ្វើការម៉ោង2កន្លះអញ្ចឹងតម្រាំតែគាត់បានចេញទៅធ្វើការមកដល់ផ្ទះរបស់គាត់ម៉ោង3ហ្នឹងមកដល់ផ្ទះហ្នឹងវាម៉ោង3ទៅហើយគាត់ក៏បានរៀបចំវាយបានហ្នឹងទៅថានឹងចេញទៅត្រៀបហ្នឹងទៅតម្រាំតែរៀបចំសម្រាប់ចិត្តចលឡើងទៅហ្នឹងវាម៉ោង4ជាងហើយអញ្ចឹងក៏ពួកគាត់បានសម្រាប់ចិត្តចេញទៅព្រោះថាតែនេះគឺជាខូប anniversary របស់ពួកគាត់2ឆ្នាំដែរគាត់ក៏សន្យាមួយសង្សាររបស់គាត់ហ្នឹងថានឹងជូនហ្នឹងសង្សាររបស់គាត់ហ្នឹងទៅលេងនៅគិរីរំឲ្យគ្រប់6ដងដែរនៅក្នុងឆ្នាំហ្នឹងមិនដឹងថាម៉េចទេអាចថាសង្សាររបស់គាត់ហ្នឹងគឺចូលចិត្តគិរីរំហ្នឹងខ្លាំងហើយគាត់និយាយថាសន្យាគ្នាថាឥឡូវមួយឆ្នាំហ្នឹង2ខែមកម្ដង2ខែមកម្ដងឥឡូវមួយឆ្នាំហ្នឹងមក6ដងអញ្ចឹងទៅហ្នឹងហើយចឹងលើកហ្នឹងគឺជាលើកទី6ហើយដែលគាត់ត្រូវមកដែល5លើកមុនហ្នឹងគឺគាត់បានធ្លាប់គាត់មករួចហើយដែលមានរឿងកាត់ឡើងទេអញ្ចឹងពេលដែលគាត់ចេញដំណើរទៅហ្នឹងគឺម៉ោងប្រហែលជា6ជាងទៅហើយពេលហ្នឹងគាត់ថាប្រហែលជាម៉ោង6ជាងអីហ្នឹងទៅដល់ដៃហ្នឹងណាតែគាត់ថាតម្រាំតែចេញផុតពីពេញហ្នឹងគឺម៉ោង6ជាងបានទៅហើយអញ្ចឹងគាត់ក៏បានសុទ្ធយកតម្រាំមកទៅដល់ឯផ្សារថែមទីយ៉ាងហ្នឹងវាដល់ម៉ោងប្រហែលជា8ជាងពួកគាត់ក៏បានឈប់តាមផ្លូវទិញសាច់គោទិញគ្រឿងសមុទ្រនិងផ្លែឈើខ្លះក៏ដូចជាប៊ីយ៉ាខ្លះចឹងណាអ្នកគ្នាហ្នឹងហើយអញ្ចឹងមុនពេលដែលឡើងភ្នំហ្នឹងគាត់ក៏បាននិយាយប្រាប់សង្សាររបស់គាត់ក៏ដូចជាដាស់តឿនសង្សាររបស់គាត់ថាអូនណាបើសិនជាមានរឿងអីអូនឯងកុំនិយាយទាំងអស់ហើយបិទអាកញ្ចក់មកការពារហ្នឹងឲ្យចិត្តឲ្យកុំឲ្យមើលឃើញអីហ្នឹងនៅហ្នឹងហើយអញ្ចឹងបន្ទាប់ពីគាត់បានប្រាប់សង្សាររបស់គាត់ទាំងហើយសង្សាររបស់គាត់ក៏បានអូខេដែរនៅពេលដែលគាត់បានធ្វើដំណើរបានពាក់កណ្ដាលផ្លូវឡើងទៅភ្នំហ្នឹងរឿងរន្ធត់មួយក៏បានកាត់ឡើងសង្សាររបស់គាត់គឺបានដោះមួកការពារហ្នឹងចេញដល់បានប្រាប់គាត់បើកកញ្ចក់អញ្ចឹងណាពេលហ្នឹងគឺសង្សាររបស់គាត់ជាមួយនឹងគាត់ហ្នឹងគឺបានឃើញមនុស្សស្រីម្នាក់កំពុងតែឈរនៅកណ្ដាលផ្លូវហ្នឹងតែពេលហ្នឹងពួកគាត់ទាំងពីរហ្នឹងអត់ដឹងថាម្នាក់សិនជាខ្មោចឬក៏ជាមនុស្សទេពេលបន្ទាប់ពីឃើញហ្នឹងហើយគាត់ក៏មើលតាមកញ្ចក់គាត់ដឹងហើយគាត់ថាម្នាក់ស្រីហ្នឹងជាមនុស្សឬក៏ជាខ្មោចព្រោះម្នាក់ស្រីហ្នឹងបានរត់ដេញតាមម៉ូតូរបស់គាត់ពីរនាក់ហ្នឹងភ្លាមបន្ទាប់ពីគាត់បានឃើញហ្នឹងគាត់ប្រាប់សង្សាររបស់គាត់អូនពាក់មួកអូនឯងឲ្យបងឲ្យជាប់ឲ្យបិទភ្នែកទៅកុំបើកភ្នែកមើលដឹងនៅតែសង្សាររបស់គាត់របៀបមនុស្សគ្នាខ្លាចតែចង់ដឹងហ្នឹងគាត់ក៏បានបើកភ្នែកងាកទៅមើលក្រោយអើយគាត់ថាឃើញខឹបព្រាយម្នាក់ស្រីហ្នឹងដេញតាមគាត់ពីក្រោយនេះហោះមកអញ្ចឹងដេញតាមគាត់តែម្ដងមុខគឺគួរឲ្យខ្លាចមែនតើពេលហ្នឹងតម្រាំតែពួកគាត់ជិះផុតពីព្រាយមួយហ្នឹងរហូតចង់ថាគាត់ជិះមកដល់កន្លែងដែលមានតំបន់គេរស់នៅកន្លែងកំពង់មូលមួយហ្នឹងអ្នកគ្នាទៅព្រាយមួយហ្នឹងវាលែងតាមផ្លូវហ្នឹងគឺសង្សារមកគាត់ជុំឡើងលហាមតាមផ្លូវយកមកវាថាឃើញគួរខ្លាចពេកណាអញ្ចឹងពួកគាត់ក៏បានទៅដល់កន្លែងស្រះមួយកន្លែងដែលគាត់បានបោះតង់នៅកន្លែងហ្នឹងគាត់ថាទីតាំងកន្លែងហ្នឹងគឺសម្បូរគេបោះតង់មែនតើជាទូទៅតែថ្ងៃដែលគាត់ទៅហ្នឹងសូម្បីតែម្នាក់គាត់មានតែពួកគាត់ពីរនាក់ហ្នឹងទេគាត់ក៏មានអារម្មណ៍ថាគួរខ្លាចដែរធ្វើមិនចេះមកដល់ហ្នឹងហើយក៏រៀបចំបោះតង់ហើយក៏នាំគ្នាធ្វើឲ្យញ៉ាំហ្នឹងទៅគាត់ក៏បាននាំសង្សាររបស់គាត់ហ្នឹងឲ្យផឹកឲ្យច្រើនណាដើម្បីឲ្យស្លាប់យកមកព្រោះអត់ចង់ឲ្យសង្សាររបស់គាត់ហ្នឹងជួបរឿងរ៉ាវអីផ្សេងអីទេគាត់ដឹងថាយប់ឡើងហ្នឹងដឹងតែមានអីកើតឡើងតែម្ដងម៉ោង12ឡើងទៅចាប់ផ្ដើមចេញមកលេងគាត់តែម្ដងពេលហ្នឹងគាត់ថាគាត់មានអារម្មណ៍អត់ស្រួលហើយគាត់ក៏បានដើរឆ្ងាយពីតង់របស់គាត់ប្រហែលជា10ម៉ែត្រគាត់ក៏បានកាច់ស្អីម្យ៉ាងទេធွာដៃយាយគាត់មកគូមិនដឹងជាមួយនឹងគាត់ថាគាត់សូត្របល័យចេះខ្លះពីតារបស់គាត់អញ្ចឹងណាព្រោះតារបស់គាត់គឺជាអាចារ្យខ្មោចហើយក៏បានទៅកាន់ម្ចាស់ទឹកម្ចាស់ដីមរិញគង្វាលហ្នឹងឲ្យជួយតាមថាសាគាត់ផងគាត់ថាមកយប់ដែលគាត់ស្នាក់នៅខាងគ្រីរុំហ្នឹងច្រឡំចាញ់ឈ្មោះបាទមកយប់ដែលគាត់ស្នាក់នៅកន្លែងស្រះហ្នឹងណាអ្នកគ្នាគឺគាត់អត់បានដេកលក់ទេគឺគាត់ថាគេមកលេងរំខានគាត់រហូតតែម្ដងគាត់ថាមកយំដាក់តង់របស់គាត់ដាក់តិចកន្លែងគាត់ដេកហ្នឹងផងអីផងហើយមានពេលខ្លះទៀតចេញជារូបភាពលោតទឹកក្រមមកគាត់ឃើញទៀតអ្នកគ្នាហើយពេលហ្នឹងគាត់ថាបើសិនជាអ្នកដែលខ្លាចវិញបើសិនជាអ្នកខ្លាចឃើញប្រកាសជាជ្រុះសក់នៅនឹងស្លាប់នឹងយកមកអ្នកគ្នាគឺឲ្យឃើញអាក្រក់មែនតើហើយពេលហ្នឹងអ្នកគ្នាគាត់ថាគាត់លឺសលេងរត់ជុំវិញតង់របស់គាត់នឹងដូចតមីរត់ដុំទៅគឺរំខានឲ្យគាត់ដេកយកមកប៉ុន្តែសង្សាររបស់គាត់នេះគឺដេកលក់ឲ្យដោយសារតែគ្នាសង្វឹងគ្នាស្លាប់បាត់ហើយអ្នកគ្នាពេលហ្នឹងគឺ
គាត់ក៏បានរត់អាវាំងននតាំងរបស់គាត់នឹងចេញមកបាត់ឆឹងយកមកមិនឃើញអីទេហើយបន្ទាប់មកគាត់ក៏សម្រេចចិត្តថាគាត់នឹងសោតបល័យពាត់សីមាជុំវិញកន្លែងតាំងរបស់គាត់នឹងម្ដងតែម្ដងពេលហ្នឹងមក2យប់ហើយអ្នកគ្នាទើបគាត់ទៅរៀបចំសោតអញ្ចឹងណាពេលហ្នឹងមេឃគាត់បន្ទាប់ពីចងខ្សែសីមាហើយណាគាត់ថាមេឃភ្លៀងឡើងខ្យល់ឡើងចង់ប៉ាំងតាំងយកហ្មងអ្នកគ្នាកំពុងតែភ្លៀងកំពុងតែហ្នឹងមានសម្លេងមួយបានស្រែកនៅពេលដែលកំពុងតែមានភ្លៀងព្យុះតែម្ដងម៉េចឯងខាងអញឲ្យអញចូលហើយចាំមើលអញធ្វើបាបឯងអត់ឲ្យឯងដេកកើតបងអញអត់ឲ្យឯងបានសុខទេតែគ្នាគាត់ថាតលតែម៉ោង4ភ្លឺទៅវាត្រឡប់ទៅវិញអ្នកគ្នាមុនពេលដែលវាទៅវិញអ្នកគ្នាវាបានឡើងដើមឈើហើយក៏ព្យាយាមលោតចូលមកដែរវាស្រែកឡើងខ្ទោព្រៃអ្នកគ្នាវាខឹងវាធ្វើអត់កើតឯងគ្រាន់បើឯងវាចឹងអ្នកគ្នាគឺវាខឹងខ្លាំងមែនតើថាវាធ្វើអត់កើតចឹងណាពេលភ្លឺឡើងពូម្ចាស់តាំងដែលគាត់បានជួលហ្នឹងក៏បានមកសួរថាយប់មិញអត់អីអត់មានអីណែអីក្មួយវាថាចឹងណាហើយគាត់នេះក៏បានសួរទៅកាន់ពូហ្នឹងថាបាច់ពូឯងដឹងរឿងអីមែនពូហ្នឹងពូនឹងសួរចឹងណាគាត់គាត់ថាពូមិនបានដេកទេពូយប់មិញវាស្រែកឡើងពេញហ្នឹងខ្ញុំមានបានដេកណាអញ្ចឹងគាត់ថារឿងហ្នឹងបើសិនជាក្រៅពីគាត់ប្រហែលជាមានគេផ្សេងហ្នឹងបើសិនជាអ្នកផ្សេងមកជារត់ចោលសង្សាររបស់គាត់ហ្នឹងតែគាត់ថាគាត់សុកចិត្តស្លាប់ក៏មករត់ចោលមនុស្សដែលខ្លួនឯងស្រឡាញ់ដែរណាហើយតាមពិតទៅគាត់ចង់ដើរថ្ងៃអង្គារទេព្រោះគាត់ឆុងដោយសារតែសង្សាររបស់គាត់ហ្នឹងចង់ឃើញមេឃចុះអាប់អីចឹងណាទើបនាំទៅហើយគាត់នាំទៅ5ដងហើយដែលបានជួបស្អីផងតែលើកទី6ហ្នឹងក៏បានឃើញយកមកអ្នកគ្នាហើយពេលហ្នឹងក៏បានឃើញអាប់ឃើញអីមែនដែរហើយហ្នឹងហើយគាត់ថាបើសិនជាដើរលេងចឹងគួរតែទៅណាបាន5ទៅ6នាក់បានច្រើនហ្នឹងទៅបើអត់ចង់ជួបរឿងដូចពួកគាត់អីចឹងណាតែនេះដោយសារតែរិស័យទីមួយក៏អីរបស់ពួកគាត់ដែរទេទើបគាត់បានជួបអ្នកខ្លះគេទៅដែរក៏អត់មានបញ្ហាដែរហ្នឹងហើយអញ្ចឹងសាយនេះគឺមានតែប៉ុណ្្នឹងទេចុងក្រោយសូមឲ្យបងរតនាជួបតែសេចក្តីសុខនិងសេចចម្រើននៅក្នុងក្រុមគ្រួសារមានអ្នកស្រឡាញ់ចូលចិត្តច្រើនជាពិសេសឆាប់ចូលរោងដែរឆាប់អូខេអរគុណទៅកាន់ភីយ៉ាតដែលបានចែករំលែកនៅសាច់រឿងមួយនេះមកកាន់កម្មវិធីរបស់យើងសាច់រឿងមួយនេះគឺវាមួយយ៉ាងស្គមថាអ្នកនេះនឹងពេញចិត្តដែរហើយនេះគឺជារឿងរ៉ាវមួយដែលបានកើតឡើងនៅខាងរូបនេះថាមួយនៅខាងថ្ងៃនេះបើចង់មកនឹងឡាមុនទេតែអីចឹងនេះខ្ញុំទៅលេងនឹងរហូតនឹងមានស្អីខ្ញុំទៅដេកនឹងរហូតតែមិនឃើញអីផងបើយើងអីណាតែយើងរិស័យយើងវាអីគឺវាអីអញ្ចឹងយើងទៅនឹងយើងសែននេះសែននោះហើយយើងតอมអីយើងទៅ